អត្ថបទស្ដាប់បទសម្ភាសន៍តុលាជាសិស្សសាលានៅជនបទមួយរាល់ថ្ងៃតុលាតែងទៅសាលារៀនជាមួយម្ដាយរបស់គេថ្ងៃមួយវេលាម៉ោង 11 ព្រឹកមីងចន្ទថាដែលជាម្ដាយតុលាទៅយកតុលាចេញពីសាលារៀនដោយសពមួយដងចៃដន្យពេលគាត់ដប់តុលាចេញពីសាលារៀនភ្លាមគាត់ក៏ជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដោយត្រូវបានម៉ូតូមួយគ្រឿងបើកបរក្នុងស្ថានភាពស្រវឹងជោកជាំបុកពីក្រោយធ្វើឲ្យតុលាដែលជាអ្នកអង្គុយពីក្រោយធ្លាក់ពីលើម៉ូតូបោកក្បាលទៅនឹងថ្នល់ដោយរងរបួសស្រាលហើយមីងចន្ទថាមិនមានរបួសទេចំណែកអ្នកបើកបរម៉ូតូម្នាក់ទៀតក៏ត្រូវរបួសដែរភ្លាមនោះម្ដាយតុលានិងអ្នកនៅកន្លែងកើតហេតុបានបញ្ជូនតុលានិងអ្នកបើកបរម៉ូតូទៅមណ្ឌលសុខភាពដែលនៅជិតនោះក្រោយពេលកើតហេតុមានអ្នកកាសែតមួយរូបបានមកសម្ភាសន៍និយាយទៅកាន់មីងចន្ទថាជម្រាបសួរតើមីងសុខសប្បាយជាទេសូមអភ័យទោសមីងតើមីងអាចរំខានសូមសួរមីងពីគ្រោះថ្នាក់នេះបានទេមីងចន្ទថាឆ្លើយចាស់ក្មួយចូលក្មួយសួរមកចុះអ្នកកាសែតសួរបន្តហេតុអ្វីបានជាមីងនិងប្អូនជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះមីងចន្ទថាក៏ឆ្លើយតាមដំណើររឿងដែលកើតឡើងប្រាប់ទៅអ្នកកាសែតនោះអ្នកកាសែតស្ដាប់ហើយក៏សម្ដែងការសោកស្ដាយក្នុងគ្រោះថ្នាក់ចរាចរណ៍នេះផងដែរលោកសួរបន្តទៀតជាចុងក្រោយតើមីងមានសារអ្វីផ្ញើទៅដល់អ្នកបើកបរទាំងអស់មីងចន្ទថាឆ្លើយមីងសូមផ្ដាំទៅអ្នកបើកបរទាំងអស់សូមគោរពច្បាប់ចរាចរណ៍ចេះយោគយល់អធ្យាស្រ័យគ្នាបើកបរកុំពិសាគ្រឿងស្រវឹងអ្នកកាសែតឆ្លើយអរគុណមីងសម្រាប់ការចូលរួមធ្វើបទសម្ភាសន៍នេះ